ថ្ងៃនេះនៅគុណជីអាំគឺប្រពៃពិធីបុណ្យភ្ជុំបិណ្ឌនិងការប្រគំតន្ត្រីដើម្បីសប្បុរសធម៌ជួយតបជួរមុខហ្នឹងហើយគឺថាតាមផ្លូវហ្នឹងគឺថានៅតាមចំណតរថភ្លើងគឺថាមនុស្សតែតាន់ណាប់គឺថាច្រើនអនេកបងប្អូនហើយគឺថាមកបងប្អូនពលករយើងគឺថាខាងឧស្សាហកម្មខាងកសិកម្មខាងសំណង់គឺថាចម្រុះហ្មងបងប្អូនគឺថាមកហ្នឹងហើយណែនណាន់តាន់តាប់ណូចំណតហ្នឹងគឺថាចាំរថភ្លើងហើយក្នុងរថភ្លើងហ្នឹងគឺថាណែនបងប្អូនគឺថាសូតបងប្អូនខ្មែរគឺថាថ្ងៃនេះបងប្អូនខ្មែរមកហើយគឺថារថភ្លើងហ្នឹងបើថាកង់ជ័រហ្នឹងអាចនឹងផ្ទុះដែរអញ្ចឹងណាបងប្អូនគឺថាច្រើនមែនទែនហើយតាមផ្លូវទៅហ្នឹងគឺថាមានភ្លៀងមានអីដែរប៉ុន្តែគឺថាទឹកចិត្តគឺថាឈប់សម្រាអត់សម្រាទេបងប្អូនគឺថាឆ្លៀតណាស់មកចូលរួមការប្រគំតន្ត្រីនិងធ្វើដើម្បីសប្បុរសធម៌នៅជុំបិណ្ឌនៅគុណជីអាំនេះ031នេះគឺថាអូមិនធម្មតាទេថាបើថាចុះពីរថភ្លើងហើយស្ទើរតែអស់ហើយបងប្អូនគឺថាមកដាច់ហ្នឹងនេះហ្នឹងហើយគឺថាទាំងប្រុសទាំងស្រីទាំងភេទទី3ហ្នឹងគឺថាមកហ្នឹងហើយបុកសម្រុកមកច្រើនមែនតែនតាមផ្លូវហ្នឹងថាទាំងខ្សែតែម្ដងបងប្អូនគឺថាចូលនៅកន្លែងណាមួយហ្នឹងគឺថាអូច្រើនមែនតែនបងប្អូនខ្មែរយើងនិយាយទៅគឺថាមកចុះពីរថភ្លើងហ្នឹងមកហ្នឹងគឺថាពេលខ្លះហ្នឹងកន្លែងឆូតកាតហ្នឹងចង់គាំងដែរបងប្អូនព្រោះច្រើនពេកអញ្ចឹងណាហើយបើថាតាមផ្លូវទៅវិញហ្នឹងគឺថាអ្នកបើកឡានជនជាតិកូរ៉េក៏គេស្រែកសួរដែរគេថាអីទៅណាទៅណីក៏ច្រើនម៉េះហ្នឹងហើយគឺថាចម្លែកដែរអញ្ចឹងណាបងប្អូនហ្នឹងហើយខ្មែរយើងជាទូទៅណាយើងដឹងហើយថាខ្មែរយើងមានវប្បធម៌ក្នុងការចែករំលែកហ្នឹងហើយគឺថាខ្មែរយើងទុនភ្លុនប៉ុន្តែមិនទុនជ្រាយទេហ្នឹងហើយគឺថាទឹកចិត្តជាកូនខ្មែរគឺថាមិនធម្មតាទេបងប្អូនមកទាំងស្រីទាំងប្រុសណាទាំងភេទទី3គឺថាអត់មានអីថារុញរាទេណាខ្ញុំសរសើរទឹកចិត្តហ្មងបងប្អូនភ្លៀងហើយក៏មកដែរបងប្អូនហ្នឹងហើយនេះគឺជាទឹកចិត្តហ្នឹងហើយចូលទៅយុវជនក្មេងហ្នឹងហើយមានក្រោម20 30ហ្នឹងហើយសុខកម្លាំងយុវជនថ្មីណាទាំងប្រុសទាំងស្រីតែម្ដងបងប្អូនហ្នឹងហើយទាំងភេទទី3ក៏មានដែរហ្នឹងហើយគឺថាអត់មានប្រកាន់ស្ទាប់វណ្ណៈអីទេមកចូលរួមនេះគឺដើម្បីប្រគំតន្ត្រីនិងធ្វើបុណ្យភ្ជុំបិណ្ឌអញ្ចឹងណាហ្នឹងហើយអ្នកគ្រូក៏គាត់ចាប់ដើមណាបើកឆាកហ្នឹងហើយគឺថារួមកំសាន្តក្រោយពីការប្រពៃពិធីអីហើយអស់អញ្ចឹងទៅក៏រួមកំសាន្តនៅក្នុងចុងម៉ោងអញ្ចឹងបាទសូមអរគុណ